និស្សិតជាច្រើនតែយល់ច្រឡំហើយបញ្ជាក់អត់ច្បាស់សោះរវាងជំនាញគ្រប់គ្រងពាណិជ្ជកម្មនិងពាណិជ្ជកម្មអន្តរជាតិតែជំនាញទាំងពីរនេះខុសគ្នាដូចម្តេចខ្លះជំនាញគ្រប់គ្រងអាជីវកម្មគឺជាការសិក្សាពីជំនាញស្នូលនិងចំណេះដឹងទាំងឡាយណាស់ដែលចាំបាច់សម្រាប់ដំណើរការអាជីវកម្មក្នុងទីផ្សារក្នុងស្រុករីឯជំនាញពាណិជ្ជកម្មអន្តរជាតិគឺជាការសិក្សាពីសក្តានុពលនៃពាណិជ្ជកម្មសកលដែលរួមបញ្ចូលទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិទីផ្សារអន្តរជាតិនិងការធ្វើពាណិជ្ជកម្មចម្រុះវប្បធម៌និងជាតិសាសន៍ចំពោះមុខវិជ្ជាសម្រាប់ជំនាញគ្រប់គ្រងពាណិជ្ជកម្មមានដូចជាហិរញ្ញវត្ថុគណនេយ្យការធ្វើទីផ្សារធនធានមនុស្សផែនការយុទ្ធសាស្ត្រនិងប្រតិបត្តិការអាជីវកម្មរីឯជំនាញពាណិជ្ជកម្មអន្តរជាតិគឺផ្ដោតសំខាន់ទៅលើប្រព័ន្ធហិរញ្ញវត្ថុនិងរូបិយប័ណ្ណអន្តរជាតិការធ្វើទីផ្សារអន្តរជាតិការគ្រប់គ្រងភស្តុភារនិងសង្វាក់ផ្គត់ផ្គង់សកលសភាវពាណិជ្ជកម្មនិងបញ្ហាវប្បធម៌ច្បាប់សេដ្ឋកិច្ចក្នុងអាជីវកម្មអន្តរជាតិនិស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មទើបពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំជំនាញដោះស្រាយបញ្ហាការសម្រេចចិត្តនិងការធ្វើផែនការយុទ្ធសាស្ត្ររីឯជំនាញពាណិជ្ជកម្មអន្តរជាតិនិស្សិតត្រូវពង្រឹងការយល់ដឹងអំពីវប្បធម៌ចម្រុះការប្រសិទ្ធទាក់ទងឆ្លងជាតិសាសន៍និងការដោះស្រាយបញ្ហាប្រែប្រួលក្នុងបរិបទសកលបន្ទាប់ពីបញ្ចប់ការសិក្សានិស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មអាចប្រឡូកក្នុងការងារដូចជាអ្នកគ្រប់គ្រងទូទៅប្រធានប្រតិបត្តិជំនាញទីផ្សារគណនេយ្យករនិងអ្នកគ្រប់គ្រងធនធានមនុស្សរីឯការងារសម្រាប់និស្សិតពាណិជ្ជកម្មអន្តរជាតិមានដូចជាអ្នកគ្រប់គ្រងទីផ្សារអន្តរជាតិអ្នកវិភាគខ្សែសង្វាក់គ្រប់គ្រងសកលអ្នកឯកទេសពាណិជ្ជកម្មអន្តរជាតិនិងប្រធានគ្រប់គ្រងអភិវឌ្ឍពាណិជ្ជកម្មមានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីបានស្ដាប់ការបកស្រាយពីភាពខុសគ្នារវាងជំនាញទាំងពីរនេះចុះអ្នកកំពុងស្ដាប់កំពុងសិក្សាជំនាញខ្លួនឯងពេញចិត្តមែនទេសង្ឃឹមថាបងប្អូននឹងអាចស្វែងរកចម្លើយក្នុងវីដេអូមួយនេះសូមអរគុណសូមជម្រាបលា